មានជាមួយនឹងក៏ដូចជាទីចំណែក Light Golden ហើយនឹង Experience Land របស់យើង MJATM បាទបន្តជាមួយនឹង Fireman ដដែលទោះជាមាន2ឈុតតែប្រើតែមួយឈុតដដែលដូចគ្នាដែរហើយយើងក៏សូមស្វាគមន៍ជាមួយនឹងវត្តមាន The Goat Vigo Apex នាំមកគេជាមួយនឹង Midland កំណាច Ra អមមកជាមួយនឹង Canario D7 Shadow ក៏ដូចជា Vincent 6C ហេ 6C បាទចាំបន្តពីមានជាមួយនឹងវត្តមានកីឡាករទាំង10រូបសូមធ្វើការចូលដៃមុនទៅចូលការប្រកួតវត្តមានរបស់កីឡាករចូលដែររួមហើយក៏សូមស្វាគមន៍ជាមួយនឹងវត្តមានគ្រូរបស់ទាំងសងខាង Inflaske របស់យើងដែលមានជាមួយនឹង Sayo Baby Head Coach និង Sebi ដែលជា Head Coach របស់ Vigo Apex ដែលមានជំនួយការជាមួយនឹង By Lucy និងជំនួយការរបស់ Sayo Baby មានជាមួយនឹង Z-Max បាទចាំមកកន្លែងមកមើលជាមួយនឹង Team Line-up របស់ Flash KH ផងដែរមាន MJATM Experience Land Sasu Jungler OP Diamond Land ក៏ដូចជា T Romer ចំណែក Live វិញគឺ Dai Goland យេបាទទោះជាលទ្ធផលលើកមុនចាញ់ដល់លទ្ធផល2-0ក្រោមដៃប្រូតែក៏ចាញ់មនុស្សក៏រៀងធ្វើឲ្យគាត់ពិបាកในការយកឈ្នះដូចគ្នាបាទអញ្ចឹងជាមួយថ្ងៃនេះគីឡូគាត់សម្របសម្រួលបន្តិចបន្តួចនៅរាល់កំហុសខុសឆ្គងដើម្បីបង្កើនជាមួយនឹងសមត្ថភាពនៅក្នុងការប្រកួតសម្រាប់ថ្ងៃទីដូចគ្នាប៉ុណ្ណេះបាទមិនជាថ្មីទេព្រោះដោយសារតែម្សិលមិញគឺជាមួយនឹងការប្រកួតរបស់ Flash KH ទៅតែម្ដងឯងត្រូវបងបាទអញ្ចឹងថ្ងៃនេះការប្រកួតលើកទី2របស់គាត់បាទលទ្ធផលទៅជាយ៉ាងណាមានតែគាត់ទេដែលជាអ្នកកាត់សេចក្តីបាទកលេជាមួយនឹង roster របស់ Vigo Apex ដែលមានជាមួយនឹង Shadow Canario Ra D7 និង Vincent 6អត់មាន C ទេ6ទៅទេដែរបាទ Vincent អូចំណែក Goland គេណាត់គ្នាមិនដាក់លេខ6ហ្នឹងអត់អត់ដឹងដែរអត់ដល់ Goland ទេចឹងបាទហ្នឹងហើយ Goland ភាគច្រើននេះចឹងនៅក្មេងហេបាទចឹងការប្រកួតការពីម្សិលមិញយើងបានឃើញជាមួយនឹង Vigo Apex ដែលគាត់ធ្វើលទ្ធផលបានល្អខ្លាំងមែនទែនហើយនៅក្នុងថ្ងៃនេះ2គូហើយបានរសាត់ទៅឆ្ងាយដែលមានលទ្ធផលស្ដាប់ 2-0 មកកាបាទយ៉ាងម៉េចដែរបាទចឹងចាំមើលថ្ងៃនេះដោយជាទូទៅtalent prediction យើងកលាប់2ម្ដងហើយបាទជាមួយនឹង head to head Experience Land MJATM ជាមួយនឹង Shadow Jungler Sasu ក៏ដូចជា Canario បាទអូយ Canario នេះចេញមកលិចយកតែម្ដងក៏ដូចជា Mid Lane របស់យើង OP ហើយនឹង Ra បាទចំណែក roaming របស់យើងដូចជាជាមួយនឹង T ហើយនឹង D7 ដូចគ្នាបាទ Goland ជាមួយនឹង Vincent 6ក៏ដូចជា Live បាទអត់មាន6គេទេបាទចាំមើល first pick selection អ្នកណាអ្នកឈ្នះជាមួយនឹងការបោះកាក់ Wow look at that Wow audience prediction Vigo Apex 66% Team Flash KH 34%អូគ្រាន់តែ audience ក៏ predict ទៅ Vigo Apex ដែរដូចទៅអស់ហើយនេះបាទaudience prediction talent prediction ចុះគ្រាន់តែពាក្យមួយម៉ាត់ការពីម្សិលមិញបាទណងបាទធ្លាយហ្មងនិយាយមកយកបេះដូងខ្ទេចបាទយកបេះដូង fan ខ្ទេចពីរ៉ាបាទការពីជំនួបលើកមុនភាគច្រើនយើងមើលឃើញថាជាមួយនឹងការប្រកួតនៅពេលដែលគាត់ប៉ះជាមួយនឹង Pro Esport គឺគេ lock ទៅលើ OP ច្រើនហ្នឹង OP គឺជា target សំខាន់មែនតើការបាត់បង់ OP ភាគច្រើនគឺគាត់ចាញ់ក្នុងការប្រកួតCoin toss winner ក៏បានទៅលើ Vigo Apex side selection first pick បាទឥឡូវ Vigo Apex បាន first pick បាទជាមួយនឹង Flash KH second pick ដូចគ្នា
បាទជាមួយ head to head ជាមួយនឹងការលេង mid lane duo mid lane រវាង Ran និង D7 ប៉ះគ្នាជាមួយនឹង OP ហើយនឹង T បាទជាមួយមើលជាមួយនឹងការគាត់ pick ជាមួយនឹង duo mid lane មួយណាភាគច្រើនខ្ញុំគិតថានៅដើមវគ្គគឺសំខាន់មែនទែនពីមួយ lane នេះបាទពី hero នេះដើម្បីយកមកឈ្នះងាយស្រួលក្នុងការ rotation តើគាត់ចង់លេងបែប fast clear rotation ឬក៏គាត់ចង់យកប្រភេទ hero ដែល zone lane ដើម្បីបង្ខើច level អ្នកនៅ mid lane ទៅវិញបាទកន្លែងមកមើលជាមួយនឹង BA របស់ Vigor Epic បាទក៏ដូចជា audience នៅខាងក្រោយនេះបាទពេញពឹបយកតែម្ដងបាទ M យក ATM មកសាមិញគាត់បានលេងប្រភេទ hero ដែលការទទួលរងdamageច្រើនដូចគ្នាបាទសម្រាប់គាត់បាទ Wow one club legend ខ្ញុំយក ATM បាទជាមួយនឹងបាទលឿនពេកតែយើងមិនបើមិនតាន់ផងបាទចឹងជាមួយនឹង therapy របស់យើងដូចជាខិតចិត្តមកដល់ដូចគ្នាមើលតាន់មើលតាន់មកហើយនេះ20 second នេះមកថា One Club Legend MJM ដែលមាន gameplay របស់គាត់190 AM គឺជាក្មេងល្អហើយជាកីឡាករដែលខំប្រឹងប្រែងខ្លាំងណាស់អរគុណដែលបានរួមដំណើរជាមួយនឹងក្រុមរហូតដល់10រយការទី10នេះបាទសែងអូគឺជាពាក្យអរគុណពី manager របស់គាត់ថាបាទអូមាន message ឲ្យមើលទៀតវ៉ាវបាទ random map troll ដូចគ្នាបាទ Dangerous Crash ដែរទេ Broken Wall ដូចដែលគូទី2ដដែលមានតែ2បែបដងបាទ Expanding River Flying Cloud អត់តន់ចូលសោះ Yeah មើលចូល Dangerous Crash ហើយនឹង Broken Wall វ៉ូមានរឿងអីចេះថ្ងៃនេះបាទអូយបាទអូមានកលាការនេះដែរនៅណៃវាយបាទចឹងជាមួយនឹងការបិទទៅលើ Guni ក៏ដូចជា fan នេះបាទសម្រាប់កានោះនេះអូមិនឲ្យលេងទេ fan បាទ Semi និងបាយ Lucy នេះដៃគូរបស់គាត់ហ្នឹងមិនត្រឹមតែធ្លាប់ជាគ្រូរបស់ទេគាត់ក៏ធ្លាប់ជាកីឡាករអាជីពដែរបាទតាមប្រវត្តិរបស់គាត់ណាបាទមានការ ban ជាមួយនឹងកាលីអីចាស៊ូស៊ីនក៏មានការបិទដូចគ្នាបិទជាមួយនឹងការលេងប៉ុន្តែហេដាណាសល់បិទ Fanny ចោលបាទ Fanny ច្រឡំហេដាបាក់សៀCanonio នេះគាត់លេងបានច្រើនសំខាន់សម្រាប់ Jungler គាត់មិនថា control objective ឬក៏ប្រភេទជាមួយនឹង assassin damage នោះទេបាទព្រោះគាត់ធ្លយបានដែរជាមួយនឹងការមើលឃើញរបស់គាត់ណាការ perform high របស់គាត់មិនណយដូចគ្នាជាមួយនឹងការ ban ទី3បិទ Jusin បិទ Fanny បិទ Kevin និងបិទ Kalia នៅសល់ច្រើនមែនតើបាទសល់ Hilda Kari និង Freya អាចនឹងមានវត្តមានដែរទេខ្ញុំគិតថាវគ្គនេះបើសិនជាអាចនឹងធ្លាយ Freya បងព្រោះបាក់សៀហើយនឹងយើងទទួលស្គាល់ថាការបានជាមួយនឹង Freya អាចនឹងធំនៅក្នុង Gold Lane ក៏ដូចជាការ join team fight ជាពិសេស rotation ជាមួយនឹងការ control objective ប៉ុន្តែនៅបើសិនជា double pick ចេញមក team Flash A គាត់អាចទាញបានជាមួយប្រភេទ hero mid និង roamer ដែលល្អជាងនោះ duo mid lane គាត់នឹងធំជាងពី team Flash A បាទជាមួយមើល Sayo Baby ក៏ដូចជា Make Wow but a lot ស្លុតទី3មើលឃើញមើលឃើញអ្វីទេបាទការបិទ Marcel យើងនឹងឃើញជាមួយនឹង Marcel ចេញពី D7 ជាមួយមើលការ draft on ជាមួយនឹង Marcel មួយនេះអាចនឹងទៅជាណាពី Vigor Apex Double Pick សល់ hero ជាច្រើនមិនថា Baxia Hilda ចាំ color សល់មកសន្លុំមកដល់អស់បាទ Lemon Suyu Maset Freya នៅសល់ដែរតើតែយ៉ាងខ្លាចចូលមកជាប់ Marcel ហ្នឹងរឿងជាប់គិតមិនផុតបាទជាប់ហើយបើយើងមិនចង់ជាប់ក៏គេឲ្យជាប់ដែរបាទព្រោះ hero នេះរោឈ្មោះលើគេជាមួយនឹងការថតរូបគេមិនពេញចិត្តក្នុងការថតទេតែចង់ថតគេបាទដល់ Golan មកហើយអត់ Golan គេរី Clot Freya Freya I am a daughter of Northern Vale I swear to protect it till my last breath ឬក៏គេឬក៏ Wetland ចឹងຕົកចាំង color សោះចាំង color សោះច្រើនពេកស៊ីធានមកហើយបងវគ្គនេះសម្រាប់ Vigor Apex ជាធានល្អប៉ុន្តែខ្ញុំគិតថា Pasha អាចនឹងល្អជាងបាទភាគរយដែរតែគ្រាន់តែថាបើស៊ីធានគាត់អាច combo មួយ Marcel យកហ្មងថតរូប stun ទៅហ្នឹងប៉ុន្តែស៊ីសងលើដោយសារបបាក់ចេះបើយើងលេង hero pop គឺយើងបបាក់មួយដោយសារប្រភេទ roamer របស់យើងមិនមែនជា front line បានយូរMarcel ចេញចូលហ្នឹងអញ្ចឹងធ្វើម៉េចគាត់បានផុកគេបាទលុះតែគាត់
ត្រាស់ដែលមានជាមួយនឹងចាំងលើដែល control យេ Fred ហ្នឹងហើយ តែ Fred ដែលជាហេតុគេ ban a lot គឺដោយសារហេតុផលមួយគេអាចចង់ឲ្យ Fred នឹងធំពេក បាទ Gary and Fred Rain Value in me? Too long. You should. ដែលបន្ត pick ចេញមកដដែល Vincent បាទប្រើប្រាស់ អូ Gary ហាឡៃអាយយ Welcome to the បាទ greatest លឿន match អត់ show គិត of យូរ all ទេ time. ពី coach Cell baby wow experience land របស់ Figure អាចនឹងខើចដែរទេឬក៏ Midland Midland ដែលសប្បាយចាប់សម្រាប់Haley បច្ចុប្បន្នកាលគឺនៅសល់តិចខ្លាំងមែនទែនថាសាក៏មានភាគរយចាប់បានដែរតែបើសិនជាយើងយកប្រភេទ hero ដែលឈរនៅ backline ច្រើនខ្លាំងពេកគឺវាជាគុណសម្បត្តិសម្រាប់ទៅប្រភេទ hero Haley ដែលងាយស្រួលនៃការឆ្កឹះណា បាទវគ្គនេះបើគាត់មាន Haley ហើយគាត់អាចនឹងបិទ experience land អ្វី experience land បច្ចុប្បន្នសល់ជាមួយនឹងIt's time to go to the Average Lapu. show. បាទ បាទហើយយើងយូរសង អូ Purvis មួយទៀតហ៎ បើវាវគ្គនេះយើងពិបាកលេង បាទ តែបើ Esme ទំនោរតែគាត់ថាបើ pick Esme មកលេងមួយ Haley ពិបាកលេងតិច តាម Haley អត់តន់ទេណា យេបាត់ Midland លីលាចោលមានអារម្មណ៍ថាខាង Sale Baby គាត់ចង់បង្ខោច Midland ដែលមាន damage ហើយ បាទ មិនចង់ឲ្យមាន Midland ដែលមាន damage ច្រើនទៀតនោះទេព្រោះបច្ចុប្បន្នកាលថាថាគាត់ជាប្រភេទ Rock Control បាទ Jungler បឹងទៅលើ damage ទៅលើ Midland និង Goland អញ្ចឹងគេបង្ខោចជាមួយនឹង Pet Mid ដែលឲ្យ stir damage បាទ Hasha ទៅអត់ Grants Balik sama, you eh. ព្រោះ immortality. ឥឡូវយើងដឹងស្រាប់ហើយជាមួយនឹងការលូកដៃមកដល់អ្នកដែលនៅ backline គាត់ណា Hasha ល្អในការដក បាទ ឬក៏តើវគ្គនេះមានភាគរយអាចឲ្យ Ran លេងជាមួយនឹងការ Dictate អត់ កាឌីតា យេ បបាក់ clear ពេកអី hero អីក៏ពិបាក clear ដែរ Midland មួយនេះយកមកសិតតែពិបាក clear ភាសាគេមុននេះអាចនឹងទៅជាមួយនឹង Marcel pick ពី Vigor Apex ដែរទេមានអារម្មណ៍ថាការ pick ជាមួយនឹង Marcel នោះគឺជាគម្រោងការរបស់គ្រូបង្វឹក Zemi ទាំងស្រុងយកតែម្ដងដឹងទុកជាមួយនឹង hero ឲ្យគាត់ឈ្មោះប៉ុន្តែគេមានជាមួយនឹង hero ដែលអាចបបាក់អ្នកតែអាចឈ្មោះចូលមកនៅក្នុង team fight ដូចគ្នាគ្រូបង្វឹកធ្វើការចូលដៃគ្នាដើរចេញពីវេទិកានៃការប្រកួតនៅសល់តែកីឡាករ10រូបតែប៉ុណ្ណោះដែលអាចកំណត់ជោគវាសនាខ្លួនឯងបាននៅក្នុងវគ្គទី1នៃការប្រកួតរបស់យើងគូទី3 បាទចំពោះ hero បាញ់មិញនេះបើយើងគិតទៅ mid lane ក៏មិនងាយស្រួលដែរពីខាង Vigor Apex តែចាំមើលការ clear របស់គាត់គាត់អាចនឹងទប់ជាប់ដែរទេឬក៏មានការបិទចេញពី Flash KH បាទស្វាគមន៍អ្នកគ្នាជាមួយនឹងការប្រកួត MPL Cambodia រដូវកាលទី10គូទី3រវាង Vigor Apex បាទជាមួយនឹង Team Flash KH បាទចូលមកភ្លាមៗជាមួយនឹងការជ្រើសរើស spell មាន spell មួយមិន check ចាំ map ពី D7 បើក map ឃើញបាន experience ចង់ 50% ហ៎ បាទ អូអាណយខ្លាំងមែនទេ D7 បាទ តួ អូគាត់ព្យាយាមរំខានដើម្បីឲ្យ duo mid lane គាត់ clear លឿនណា អត់តែមិញខ្ញុំកំពុងចង់ថាចាំមើល duo Midland បាទអត់ទេគេប្រឡែងឲ្យរ៉ា clear ម្នាក់ឯង អត់ទេមិញតែសារនឹងចង់ដឹងថាតើអូពីគាត់ fast clear ឬគាត់ចង់ gangland បាទអត់ទេវល់ណែ blessing ទាំងពីរនេះ អូពីតែអត់អីទេមានឈាមនៃការវាយខៃទៅវិញទៅលើ Canonio ហើយមានបញ្ហាតែសមាជិករបស់ខាង Vigor ពីកូននៅក្បែរនោះដើម្បីមកការជួយ support ពីលឿនៗតែជំរឿននៅ D7 លេងវាយទៅលើ OP មិនចេះចាញ់ជាមួយនឹង Ra Boss Blood តែជាមួយនឹង ADM សបានជាមួយនឹង D7 ត្រឡប់មកវិញនោះទៀតបណ្ដែរ បាទមួយដូននឹងមួយ mid lane ដូននឹង roam ដូចគ្នាពីសមាជិកទាំងសងខាង យេ បាទ អូយ ADM អូចប់ណាបាទវាយដៃឈឺខ្លាំងមែនទេពី Shadow បាទចឹងក្រាបពេលនេះជាមួយនឹងការបាន first blood ទៅ Vigor Apex មែនប៉ុន្តែមានការយកជាមួយនឹង roaming មកវិញដូចគ្នាសម្រាប់ D7 ក៏មានការ spawn មកវិញផងដែរ យេ Big Dome Mero មិនជាខាតបង់សម្រាប់ពួកគាត់ទេ បាទ តែក៏ជាការសងមកវិញរបស់ Team Flash X ដែលត្រូវតែទាមទារបានមកវិញដូចគ្នា បាទចឹងជាមួយនឹង level jungle ទាំងសងខាងគឺ level 4ដូចគ្នាទេ អេយយដើរ check map បើមើលឃើញនៃការចង់ដដើម script យកបានផ្លាច់ជះយកបាត់ហើយបាទជាមួយនឹង Ra បាទ បលាយ ចឹងភ្លាមជាមួយនឹងសថក៏មានការ spawn មកវិញដូចគ្នា ទីហ្វេនមកទៀតហើយ OP នៅសល់ជាមួយនឹង Spare Flicker ដល់ជាបញ្ហានោះទេទី មានអារម្មណ៍ថាជាមួយនឹង Hero Marcel នេះរំខានខ្លាំងមែនទេបង ជួយមើលពេលមាន Santabel ជាងនឹងទៀត ហ្នឹង
ai à đi về cái lại đi mấy cái lột bay cho em đó pizza đồ cho chiếm láng tom tom cái khác thế mấy cái trai chúng mình spell cho chúng mình bắt đi cho bên bắt ball chúng mình đi bắt đây em mà chúng ta to được coi nha chúng mình đang em chạy spell flicker bỏ bi một bên con mà tới lại có miếng ball từ miếng mặc bay từ miếng bắt năm cái cho chúng mình không mấy cái bay là đi cho bên đi bên lột máu lại cùng với đặt chúng mình này em bắt đây Canonio rút đuôi bàn đầu tiên chúng mình đang ra tay mà chúng mình đang đang mà bên lại từ mình phải hand đầu tiên chúng mình đó pi đang lên chúng mình to ai nằm bàn chúng mình xả xu rồi kia chúng mình to team 1cho tất cả team Flash KX អូបាទមានការប៉ះគ្នាបាត់បង់តែអែមយកអីតែអមមួយតែប៉ុណ្ណោះជាមួយនឹងការទះមកអល់តែមែនចាញ់ពីកាណូនេអូប៉ុន្តែ free ទៅថឲ្យទៅកាន់ Flash K នេះគ្នាក៏ដូចជា goal lit មក K.5 មកកា wow ពីខាង Vigor Epic អត់បានទៅដល់ប៉ុន្តែ lit ជាមួយនឹង goal ដោយសារតែការខៀ3ទល់1ជាមួយនឹងការ tag បាទជាមួយនឹង passive របស់ D7 មកថតម្នាក់មកប៉ោះយកតែម្ដង បាទបាយម៉េចនេះបាទបាយម៉េចនេះបើយើងបានឃើញជាមួយនឹងការ rotate មកចេញពី live បាទបើសិនជាអត់មានតែអាចពិបាកសម្រាប់គាត់ ឡាយគឺត្រូវតែ rotation ដោយសារនេះគឺជាអត្តពលនៃ draft double fighter បាទ ATM ចូលអន្ទារបស់គេបាត់ទៅហើយជាមួយនឹងការដាក់ noise របស់ Shadow តែកលេជាមួយនឹងខាងលើជាមួយនឹង live ក្រៅកទេក៏មិនចេះត្រូវបណ្ដាជាមួយនឹងទីនៃការបញ្ឈប់តាមបណ្ដាបញ្ឈប់ដល់12 hero សាស៊ូក៏ចូលមកមិនរួចដូចគ្នាបណ្ដាតែសាស៊ូនៅទីមិនต้องចាប់រង B ឲ្យដូចគ្នាឡងខ្លាំងម្លេះនេះជាមួយនឹងការជួយដល់ពិសានមកយកតែមក BOP ក៏មិនអាចចាប់បានដល់4 hero ខាងលើមិនអាចយកបានទៅលើសមាជិករបស់ Vigor Epic នោះទេ អូបាទជាមួយនឹងការ cover បានល្អខ្លាំងតែពី D7 ដែល cover ទៅលើ Waterman របស់ Vincent នេះគ្នាទី Waterman នៅខាងមើលបន្តលែនក៏យកបានបណ្ដាពីខាង Vigor Epic អូមានការលោតវាយទៅលើជាមួយនឹង ATM នៅខាងក្រោមយកតាមដងពី Shadow មាន lane ក៏មានការប៉ះប៉ះគេទៀតដែរជាមួយនឹងសាស៊ូក៏បានទៅដល់តែ Shadow នៅសល់អត់មាន spell flicker ណាតែនៅតែពិបាកយកសល់ passive មួយទៀត បាទវ៉ាវលឿនល្អខ្លាំងមែនជាមួយនឹងការលេងនៅដើមម៉ោងចេញពីវត្តមានរបស់ Vigor Epic បាទ goal lit 2.7k បងកាបាទជាមួយនឹង objective ទី2នឹងមានការ spawn នៅក្នុងរយៈពេល18វិនាទីបន្ថែមទៀតផងដែរការវាយ shield បាទចឹងយើងកំភ្លេចជាមួយនឹង sponsor របស់យើងគឺ Infinite Note 60 Pro 5G it's not what you think បាទសម្រាប់គ្រប់តម្រូវការដំណើរការដល់ប្រទេសជា Snapdragon 5G ក៏ដូចជាសាកថ្មល្បឿន90វ៉ាត់ផងដែរក៏ដូចជាអត់ខ្សែ30វ៉ាត់បំពាក់អេក្រង់ AMOLED ល្បឿន 144Hz ក៏ដូចជាលេង Mobile Legends ដោយរលូនយកតែម្ដងជាមួយនឹង RAM សរុប 24GB អូយមានការ recall តែកលេចជាមួយនឹង Shadow បាញ់ Ultimate ផងដែរតែជាមួយនឹង D7 ទីជាជាមួយនឹង Hard Fight ដងស្តានតែមក Shadow ថាយកតែមានការបាញ់ដែរបំរែបាត់ជាមួយនឹងខំដៅដល់3 hero ជាប់ជាមួយគ្នាឯងមួយនឹងទៀតបណ្ដាតែជាមួយនឹង2មានការក្រោមមានការបាញ់បណ្ដាហើយមានការបាញ់បណ្ដាជាមួយនឹង D7 មានការដល់បាត់ជាមួយនឹងនោះដល់ឡាយអត់ដល់មកដល់ចុចជាមួយ Spell តែជាមួយនឹងរ៉ាដេញតាមបាញ់ជាមួយ2មានការដល់ជាមួយការចាយជាមួយ Spell Flicker បណ្ដាសោះជាតែក្លាមដែន Canonio ចាប់ជាប់ជាមួយនឹងឡើយរត់ទៅណាពីកញ្ញារបស់ Vigor Epic មិនរួចនោះទេ វ៉ាវអូយជាមួយនឹងការលេងរបស់ Vigor Epic នៅដើមម៉ោងនេះគឺល្អខ្លាំងមែនទែនដែលយើងបានឃើញជាមួយនឹងការបាត់បង់បាយម៉ាច់ដូចជាពី3 hero បាត់ហើយបាទអញ្ចឹងល្អខ្លាំងមែនទែនជាមួយនឹងការយកបានទី Waterman នៅខាងផ្លូវ top lane បន្ថែមទៀតផងដែរពី Vincent បាទប្លែកមួយ goal មក team fight បាយម៉ាច់នេះ lead 5.2k បាទហើយបាទបន្ថែមជាមួយនឹង goal កាន់តែធ្ងន់សម្រាប់ខាង team Flash KX នៅក្នុងការ do damage បញ្ចេញទៅ Waterman របស់ខាង team Vigor Epic បាទសម្រាប់ team បាទមានជាមួយនឹង Radiant មួយផងដែរសម្រាប់ Canonio ក៏ដូចជាក៏សិនសៃបានចូលទៅលើវត្តមានរបស់ Vincent បាទចំណែកជាមួយនឹង Thunderbird វិញបានចូលទៅលើ D7 ដូចគ្នាដឹងប្រហែល stake បាទដើរប៉ះគេរហូតចាហេ D7 បាទលឹបមកប៉ោះប្រចដាក់មេប្រែន បាទទីប៉ោះដែរឡើយមកប៉ោះដែរអេបាញ់គាត់ជើងទៅលើ D7 មានបញ្ហាដូចគ្នាបានមានការចាយជាមួយ Spike ក៏មានការលោតមកពី Shadow វាយទៅលើ Back Line បាទជាមួយនឹង2បាទហើយជាមួយនឹង2 hero ទីណែបាត់បង់មួយបាទអេជាមួយនឹងការលោតជាន់2 item ជាប់នៅក្នុងនោះបាទហើយ4 hero វាយទៅលើ item 3 ការបាត់បង់ Team Flash KX បាត់ចំហនៅដើមវគ្គបាទហើយ6នាទីនៃការនាំបុក 6k បើការបានឃើញបើមិនជាមួយនឹងការលោត Ultimate ចេញពី M យក ATM អត់បានចូលទៅទេជាប់ជាមួយនឹង Ultimate ចេញពី Marcel ធ្វើឲ្យគាំងញញយកតែម្ដងជាមួយនឹងកន្លែងបាយមិញនេះបាទអូយមានអារម្មណ៍ថាការ combo ចេញពី Vigor Epic គឺល្អខ្លាំងមែនទែនបាទកន្លែងមកមើលជាមួយនឹង T2 Trend នៅខាងផ្លូវ Mid Lane ក៏យកបានផងដែរ goal កាន់តែលិតកាន់តែច្រើនទៅហើយជាមួយនឹង Total ទី3នឹងមានការ spawn នេះពេលបន្តិចទៀតបាទ reaction ដៃលឿនតែទីស្វែងមិញបើជាប់ skill របស់ OP អាចមានបញ្ហាដូចគ្នាដែរតែតថលមួយនេះ
ហាក់បីដូចជាមិនមានវត្តមានរបស់ team Flashcake នោះទេ បាទ ដោយសារតែការនាំមុខនៅដើមការនាំមុខនៅដើមវគ្គរបស់គាត់គឺច្រើនខ្លាំងពេក7នាទី 8k តាគួរបាទលួយហ្នឹងបាទ attitude ពីខាង Flashcake យកបានតែថាថទី1តែប៉ុណ្ណោះបាទក្រៅពីហ្នឹងបលេង Shadow អូ Chatis Control តែជាមួយនឹងការចាប់ជាមួយនឹងទីនៅខាងក្រៅម្នាក់ឯងចាប់មួយ ultimate មកបាញ់ទៅដល់នេះអូអត់ឈឺទេថនមួយវាយវិញដូចគ្នាម្ដាយ shield កំពុងតែចាប់រួចដើម្បីបបាច់ shield តែកន្លែងជាមួយនឹង minimap ដូចគ្នាម្ដាយមានការជួយ country ឲ្យដូចគ្នាតែជាមួយនឹងការឈរនៅ midland មួយនេះបែកជាមួយនឹង seal midland បាត់ហើយតែជាមួយ SM លោតវាយយកដល់ពី shadow តែគាត់ rank គាត់ក៏មិនហ៊ានតាមដូចគ្នាម្ដាយកន្លែងជាមួយនឹង minimap ជាមួយនឹងសាក់ស៊ូធ្វើគ្រប់រឿងតែជាមួយនឹង D7 មានការបញ្ចុះមានអាធីបាយតែគ្រាន់តែពជាពេលតែម្ដងនេះគឺជាអន្ទាក់របស់ team Flashcake ដើម្បីពជាពេលឲ្យសាក់ស៊ូដើម្បីធ្វើការ farm បន្តទៀតបាទយកហើយបាទ recall ប៉ុន្តែបាត់បង់ផរបស់វិញពុទ្ធសាសឥឡូវយើងបានឃើញជាមួយនឹងការយក orange បើបានពិតបាទអាយ៉ាចូលយកតែដល់មានការឃុំមានការដល់តែមិនដែរទេម៉ាំងជាប់ដល់ពីនៅខាងនោះជាប់ទាំងគ្នាមួយទៀតទៅមិនដែរតែមិនសាទូនៅការលំមកមិនសាទូនៅការវិញទៅទី7នៅការដល់បេនាទីមានការបាត់បង់ទៅវាយនៅជាសេរីទៀតទៅដល់ទៅលើខាងលើ Shadow ចាប់បានជាមួយនឹងសាស៊ូបាត់ហើយលោកខ្លាំងម្ដងបែកសៀទាំងសងខាងនោះមិនដែរแล้วមានការបន្តចូលទៅនោះទៀតខៃខ្លាំងតែមិនដែរតែអស់មានហើយចាំវត្តមាន lot សិនមកបាទមានអារម្មណ៍ថាជាមួយនឹង Hero Marcel នេះសម្រាប់ D7 perform មកគឺ100បន្ទុកតែម្ដងទៅលើ Hero មួយនឹងតែអ្វីដែលសំខាន់ណាស់ចាប់ ultimate ត្រូវដល់ជាមួយនឹង D7 អារម្មណ៍ថា Viger Epic មិនទាន់ចង់ទៅណានោះទេចង់បានជាមួយ Team Series តែបណ្ដាមានការជាប់ជាមួយនឹង SM បាល់ស្គីដើម្បីចោលជើងក្លែងជាមួយការវាយយ៉ាខ្លាំងទេមកពីតែជាមួយ Shadow ជាប់ជើងនៅខាងនោះបណ្ដាមាន Spy Fisher មកពី OP នឹងការវាយដាច់ទៅតាមរកពី Wilson ជឿមែនទេជាមួយនឹង ATM Teammate គឺច្រើនណាស់តុបមិនជាប់នោះទេឡើយជាយ៉ាងរត់ទៅកន្លែងហ្វាមតែមាននៅបន្តការរត់ទេបណ្ដាជាមួយនឹង Lord ចេញមក17នាទីដែលមានការក្រាកទេមកវិញមកជាការ copy ជាមួយនឹងការចង់វាយជាមួយនឹងផ្ទះតែមានការបាញ់ ultimate មកចូលខកដល់12នាក់ជាប់ជើងតែជាមួយនឹង D7 បាត់បង់ជាមួយនឹង D7 បាត់ហើយខៃយូខ្លាំងពេកសម្រាប់ជាមួយ Viger ពេលការសម្រេចចិត្តទៅការដកថយចាំយក Lord សិនមានការចូលវាយពីកពី line នោះទេបណ្ដាមានការផាយយកពីកពី line ជាមួយនឹងទីបាត់បង់ជាមួយទីបណ្ដាតែជាមួយសាទូមានការចង់ចាក់ជាមួយ Vision ចាំបាននៅ Vision ការដកថយបាត់ហើយមានការចាយជាមួយ Spell មិនដែលអត់មានអ្នកដាច់នោះទេបាត់បង់តែ D7 មួយតែប៉ុណ្ណោះបាទអូយមក ultimate ពីកណូនេះអូមិនមែន retreat រត់យកតែម្ដងព្រោះដោយសារតែមិនមែនគាត់អស់ skill បាត់ហើយណាមួយគេបោកមកវិញដូចគ្នាពីខាង Flashcake បាត់បង់គាត់គេអាចនឹងយក Lord បានណាបាទចឹងលះបង់តែជាមួយនឹង D7 មួយតែម្ដងក្នុងការទៅរងដើម្បីគក់វៃវដៃធ្វើឲ្យខ្លួនឯងនេះដាច់ record ទៅផ្ទះកាន់តែលឿនដូចគ្នាបាទសាស៊ូព្យាយាមធ្វើជាមួយនឹងការ farm បន្ថែមទៀតបណ្ដាជាមួយនឹង hero របស់គាត់ឥឡូវបើយើងមើលទៅជាមួយនឹងHarley នេះពិបាកចូលខ្លាំងបងកាបាទចង់ lock ទៅលើ career នៅជាប់ជាមួយនឹង D7 ក្នុងការថតរូបសិនបាទចាំភ្លាមជាមួយនឹងការ fast load យកតែម្ដងពីខាង Viger Epic អត់មានខាង team Flashcake មកអើតមើលជាមួយនឹង Lord មួយនេះទេ free បាត់ហើយបាទDemon Hunter ក៏បានចូលទៅលើ Vincent នេះគ្នាហើយអូ D7 លឿនខ្លាំងមែនដែរខ្ញុំគាត់ថាការបើកជាមួយនឹង Freya Harley នេះគឺជាអន្ទាក់របស់ Zemi ដែលជាក្រុងវឹករបស់ Viger Epic តែម្ដង Thunder Base stack 22 stack អូ wow D7 បាទអូយយកាន់តែតាន់ហើយប្រតិបត្តិគាត់ច្រើនខ្លាំងមែនដែរបាទ Lord ដើរមកផ្លូវ mid lane បាទ lead 10k បូកកា14 kill ទល់នឹង2 kill នៅក្នុងរយៈពេល10នាទីបាទមើលមិនខុសទេជាមួយការលេខដល់ 10k អូយពិសិដ្ឋណាស់ជាពាក់កណ្ដាលដល់ ultimate ចោលជាប់ជាមួយនឹងសាក់ស៊ូម្នាក់ឯងតែជាមួយនឹងការបោកទៅមីឡែទៅវិញទៅជាមួយនឹងសាដល់ការលោតបាយលោតទីមកការការទេមកពីណាសាន់វាយជាមួយនឹងទីឡើងជាមួយការឡើងឈាមត្រឡប់មកវិញជាមួយនឹងទីទៅខាងលើអាចចូលជួយគ្នាតពេលវេលាដល់ឡប់ដល់គ្នាមកដល់ជាមួយនឹងមានការចាប់បានមកដល់សាន់ដល់2របាត់ជាមួយនឹងមកដល់ឡាយក៏មិនហ៊ានចូលបាយដូចគ្នាមកដល់សាក់ស៊ូនៅចាយមកដល់ ultimate ដល់ពេលនេះមកដល់មានកំពុងមកដល់នឹងការពូចោលដូចគ្នាមកដល់ពីកណ្ដោនេះឡតត្រូវបាន clear លើមកដល់ការបញ្ចប់ពីទីទៅបានជាមួយនឹង passive របស់ទីទៅបានណយខ្លាំងមែនដែរមាននៅខាងក្រោមបន្តមកដល់ដូចគ្នាមកដល់មាននៅមក mid lane ដូចគ្នាមកដល់ខាងលើបន្តមានមានលេនទៅទៀតដែរតែ team Flashcake នៅតការទប់ជាប់បានដែរទោះជាមិនមានវត្តមាន ATM ទៅដែរមានបន្តមកខាងក្រោមតែ team Flashcake កំពុងធ្វើការជុំគ្នាពីការទប់បានដល់12នាក់ចាប់បានដូចគ្នាបានលើទីបាត់ជាមួយនឹងទីដូចគ្នាបានបាត់បង់ជាមួយនឹងទីនៅខាងលើមាននៅខាងលើសាស៊ូនឹងការ clear ជាមួយនឹងមានតែជាមួយនឹង Viger ពេកបន្តមកចាប់នោះទេមានការចង់បុកបញ្ចប់ផ្ទះឬក៏ណាចង់បាន3ផ្លូវបាញ់អត់ទៅលើ Vincent តែជាមួយនឹង Vincent នៅបណ្ដាទៅឡើងជាត្រឡប់មកវិញនោះទេបណ្ដាជាមួយនឹងសាស៊ូមានការដល់មកវិញបណ្ដាទៅការបាញ់អត់ទៅតាមជាមួយនឹង ATM បាត់បង់ជាមួយ ATM ទៅសារ៉ាឡាយ commit ចាច់ជាមួយនឹង Vincent ក៏បញ្ចប់ដែរ D7 ឡាយដល់វាយជាមួយនឹងបាត់ជាមួយនឹង Vincent បាត់ហើយតែសាក់ស៊ូសាវាយអត់បែបនោះទេទីមកវាយចាំបញ្ចប់វាយកតែម្ដងជ័យជំនះក្នុងវគ្គទី1របស់យើងក៏បានទៅលើ Viger Epic វ៉ាវ
របស់ជាមួយនឹងការបន្លេង Master ទៅកាន់ D7 គឺបានល្អខ្លាំងណាស់ក្នុងការបញ្ចប់វគ្គទី1ត្រឹមតែ1ឡតតែប៉ុណ្ណោះមកហ่ะអី2ឡត1ឡតបាទ Wow smooth ខ្លាំង ឡាពូ Muscle វិញពី Shadow អត់ដាច់សំបីតែម្ដងឥឡូវមកជាមួយនឹងថ្ងៃនេះអត់ដាច់ទេបាទតែជាមួយនឹងការគេហៅថាវិនិច្ឆ័យចេញពី analysis របស់យើងទាំងពីរតើវាងាញ់ដល់កម្រិតណាដឹងថាសបាយវិភាគយក មានរឿងនិយាយច្រើនមានរឿង ខ្ញុំធ្លាប់និយាយហើយ Hero Marcel ហ្នឹងវាអត់ខ្លាំងនៅការប្រើប្រាស់ជាមួយនឹង Ultimate ដើម្បីយើង combo ស្អីគេអា Sniper skill ហ្នឹងទេវាខ្លាំងជាងគេគឺជាការ Hero ដែលបញ្ឈប់ជាមួយនឹងការ surprise រឿង Hero ឈ្មោលបាទអញ្ចឹងមិញហ្នឹងគឺការបើកជាមួយនឹង Freya គឺជាអន្ទាក់មិនមែនហេតុផលអី pick slot ទី1គាត់ទៅយកជាមួយនឹង Marcel ទុក Freya ទុកហាលីគេលេងទេបាទនេះគឺជាការរៀបក្បួនចំទុកជាមុនហើយក៏ជាការដើរក្បួនត្រូវល្អបំផុតពីខាង Vigor Apex ដែលជាគ្រូបង្វឹករបស់គាត់គឺ Zemi ហើយនឹង By Lucy អូយមានអារម្មណ៍ថាឈុតឆាកជាមួយនឹងវគ្គទី1នេះល្អមើលខ្លាំងបាទអ្នកទស្សនាគាត់ហូរពេញហរយកតែម្ដងអញ្ចឹងអ្នកគ្នាចង់ដឹងជាមួយនឹងការវិភាគរបស់ analyst ទាំងពីររូបកាន់តែឆ្ងាញ់ដល់កម្រិតណាក៏សូមផ្ដល់ទូនាទីជូនគាត់ទាំងពីរអ្នកផងដែរ Wow ចូលរួមបងប្អូនសាទរផងដែរទៅកាន់ Vigor Apex ដែលយកឈ្នះនៅក្នុងវគ្គទី1ប៉ុន្តែអ្វីដែលសំខាន់គឺញ៉ៃញ៉ៃខ្លាំងណាស់ Marcel ដើរស្គប់គេថតរូបពេញហ្នឹងបាទនិយាយទៅរាល់ពេលដែល team fight ឬក៏ចូលទៅកន្លែងណាមួយពេលដែល Freya លូកដៃចូលទៅឬក៏ Alti ទិញលុកជាមួយនឹង Vincent តែ position គាត់ឈរចិត្ត Fredrin អញ្ចឹងពេលដែលឈរចិត្ត Fredrin ហើយជាមួយនឹង D7 ហ្នឹងពេលដែលលោតចូលមកកាត់ D7 ដាក់មក Alti ក៏អស់ពីកកមកជាប់ធន់ វាយ Freya free ហ្នឹងណាអូយបាទអញ្ចឹងយើងក៏បានឃើញដែរជាមួយនឹងប្រភេទ Hero Marcel ដែលលេងដោយ D7 គឺយើងឃើញថាការលេងរបស់គាត់គឺលេចធ្លោខ្លាំងមែនទែនតែម្ដងហើយបូករួមជាមួយនឹងការលេង mid lane ជាមួយនឹង Ra ងាកនៅក្នុងការ copy ជាមួយនឹង Ultimate របស់ Hylos ខ្ញុំមានអារម្មណ៍ថាគឺចំណេញហើយ symmetry គ្នាជាមួយនឹងប្រភេទ Hero Marcel ពេលដែល Ra គាត់ copy ជាមួយនឹង Ultimate របស់ Hylos វាមិនក្រាកតេទៅមិនបូក movement speed បាទធ្វើឲ្យ Marcel ហ្នឹងគឺរត់ដូចផ្ទះជាងបាទ MVP player របស់យើងគឺបានទៅលើ Shadow បាទធ្វើគ្រប់រឿងអូល្អពេកនិយាយមែនណាល្អពេក level 11 ATM level 7ហ្នឹងហើយបងខុសគ្នា4 level ហើយរ៉ាតែតែចង់មកជួយ Lane Shadow រហូតបាទបើសិនថាសួរថាប៉ុណ្្នឹងហើយអត់បាក់ Lane ទៀតអត់ដឹងនិយាយថាម៉េចទេបាទប៉ុន្តែអីដែរសំខាន់